ជំរាបសួរសួស្តីថ្ងៃនេះនិយាយអំពីចំណុចសំខាន់ច្រើនចំណុចដែរតកតងជាមួយនឹងការធ្វើការទូរបស់តកតងជាមួយនឹងกระดาษស្នាមក្នុងការធ្វើការពេលដែលយើងធ្វើការបើសិនជា employer ថាការយើងថាត្រូវយកយើងធ្វើការណាត្រូវយើងធ្វើការចេញ CDE contrat à durée indéterminée កិច្ចសន្យារយៈពេលមិនកំណត់និងមាន fiche de paie អញ្ចឹងគាត់ត្រូវធ្វើ déclaration préalable à l'embauche ដើម្បីគាត់ឲ្យយកទៅសុំជាមួយនៅកន្លែងមួយទៀតយកกระดาษ déclaration préalable à l'embauche នឹងឯងទៅសុំ numéro sécurité sociale ឲ្យយើងហើយ numéro sécurité sociale គឺ numéro មាន13លេខហ្នឹងគឺសំខាន់នៅក្នុងដំណើរការនៅក្នុងដើម្បីក្នុងការសុំស្អីផ្សេងទៀតឧទាហរណ៍ថានៅលើ fiche de paie របស់យើងហ្នឹងមានដាក់ថា numéro sécurité sociale en attente បានន័យថាតកែគាត់សុំឲ្យយើងឧទាហរណ៍ណាថាតកែគាត់សុំឲ្យយើងអញ្ចឹងនៅចាំនៅរងចាំតម្រាំតែ numéro យើងបានអញ្ចឹងក្នុងការដែលរងចាំហ្នឹងយ៉ាងយូរនៅក្នុងចន្លោះ3ខែទៅ4 5ខែអញ្ចឹងចុះថា3ខែទៅ4ខែចុះចន្លោះរងចាំ numéro sécurité sociale ចៃដន្យយើងបាន fiche de paie ហ្នឹងរាល់ខែទី1គេដាក់ថា en attente បានន័យថាក្នុងការរងចាំខែទី2 en attenteខែទី3 en attente អញ្ចឹងយើងត្រូវសួរតកែម្ដងទៀតថាតកែតើกระดาษលេខ CQ របស់ខ្ញុំហ្នឹងទៅដល់ណាហើយហេតុអីបានវានៅតែរងចាំរហូតអញ្ចឹងតែបើសិនជាចៃដន្យថានៅ1ខែ2ខែ3ខែរងចាំយើងក៏មិនសួរនាំរហូតទៅដល់1ឆ្នាំបានន័យថាគាត់អត់ធ្វើលេខហ្នឹងឲ្យយើងទេហើយក្នុងចំណុចអវិជ្ជមាននៃការដែលអត់មានលេខ Security Social នៅពេលដែលឧបមាថាចៃដន្យមានរឿងរ៉ាវគាត់បញ្ឈប់ការងារទៅគឺយើងអត់អាចទៅចុះឈ្មោះនៅពលអំផ្លោះយើងអត់អាចទៅសុំអីរបៀបថាទិញថ្នាំពេទ្យទិញថ្នាំអីសងថ្លៃពេទ្យសងថ្លៃថ្នាំអីមកឲ្យយើងវិញព្រោះយើងអត់មាន numéro Security Social ហ្នឹងអញ្ចឹង numéro Security Social សំខាន់នៅលើ fiche de paie ណាហើយនឹងចំណុចមួយទៀតដែលថាសំខាន់ក្នុងករណីដែលតកែគាត់ទទួលស្គាល់យើង embaucher យើងហ្នឹងថាយកយើងធ្វើការហ្នឹងគឺគាត់ដឹងថាយើងជាអ្នកអត់ដាស់ស្នាមហើយអញ្ចឹងគាត់ថាគាត់ធ្វើឲ្យគ្រប់យ៉ាងយើងត្រូវទុកទាំងអស់ទុក CDE ទុក fiche de paie ហ្នឹងរាល់ខែគឺទុកទោះជាយើងយល់ថាខ្ញុំមិនសូវចេះមើលទេ fiche de paie ក៏ត្រូវតែទុកពីព្រោះឯកសារទាំងអស់ហ្នឹងសំខាន់នឹងចាប់ numéro sécurité sociale នៅលើกระดาษហ្នឹងហើយពីព្រោះនៅពេលដែលយើងបង់គេហៅថាមាន fiche de paie គឺយើងទៅណាគឺយើងfiche de paie ហ្នឹងគឺគេយកទាញលុយប្រាក់ខែយើងហ្នឹងយកឯងគេថា cotisation បង់ពន្ធជូនរដ្ឋនឹងមានបង់ពន្ធទៅលេខ sécurité sociale ហ្នឹងឯងបង់ពន្ធទៅកន្លែង organisme ទៅកន្លែងអង្គការដែលគេគ្រប់គ្រង sécurité sociale ហ្នឹងបង់ពន្ធសម្រាប់ retraite ហើយនឹងបង់ពន្ធសម្រាប់ chômage សម្រាប់នៅពេលដែលយើងអត់ការងារធ្វើយើងទៅចុះឈ្មោះកន្លែង France Travail ហ្នឹងឯងគេជួយលុយថ្លៃ chômage ដែលយើងហៅថាភាសាសាមញ្ញ toucher chômage ហ្នឹងអញ្ចឹងគេទាញពីលុយ fiche de paie យើងនឹងឯងអញ្ចឹងបានន័យថាយើងជាអ្នកធ្វើការដូចអ្នកដទៃអញ្ចឹងគ្រាន់តែ situation យើងមួយគឺយើងអត់ទាន់មានសិទ្ធិរស់នៅយើងអត់ទាន់កាន់ការ10ឆ្នាំអីចឹងទៅអញ្ចឹងយើងទុកឲ្យអស់ហ្នឹងឲ្យស្រួលបួលដើម្បីក្នុងករណីដែលមានការប្តឹងផ្តល់នេះនិយាយអំពីមួយចំណុចមួយទៀតគឺបើសិនជាក្នុងករណីយើងកាន់ CDE តើថកែមានសិទ្ធិបញ្ឈប់យើងឬក៏អត់នឹងតើយើងប្តឹងបានឬក៏អត់ចំណុចមួយនេះអញ្ចឹង we ចម្លើយចំពោះសំណួរថាតើកែប្តឹងបញ្ឈប់យើងបានឬក៏អត់ we យើងមាន CDE ក៏ដោយតើកែអាចបញ្ឈប់យើងបានហើយក្រោមហេតុផលអីក្រោមហេតុផលថាយើងអត់មាន autorisation de travail អត់មានលិខិតអនុញ្ញាតឲ្យធ្វើការគឺគេបញ្ឈប់យើងសួរថាហេតុអីបើខ្ញុំកាន់ CDE ឲ្យបញ្ឈប់ខ្ញុំបាន we សួរថាខ្ញុំប្តឹងបានអត់ we ដូចគ្នាណាអញ្ចឹងយើងក៏ប្តឹងបានពីព្រោះយើងជា salarié យើង cotiser ឲ្យរដ្ឋទៅតាមស្អីដែលគេដកពី fiche de paie របស់យើងហ្នឹងអញ្ចឹងយើងប្តឹងផ្ដាល់បានយើងទៅប្តឹងនៅកន្លែងណា fiche de paie contrat CDI ស្អីដែលតាក់ទងជាមួយរវាងភ័ស្តុតាងយើងនឹងថៅកែត្រូវតែយកទាំងអស់ទៅរកកន្លែង prud'homme ជាកន្លែង maison មួយគេហៅថាជាស្នាក់ការមួយសម្រាប់ដោះស្រាយរឿងក្តីរវាងថៅកែនិងបុគ្គលិកអញ្ចឹងនៅពេលដែលយើងទៅ prud'homme គឺពីដំបូងបង្អស់គេមិនមែនថាតោះប្តឹងអីអត់ទេគេមើលកระดาษស្នាមយើងរួចរាល់ហើយច្បាប់ទម្លាប់មួយដែលយើងត្រូវដឹងនៅពេលដែលថៅកែបញ្ឈប់យើងជា CDE ហ្នឹងហើយក្រោមហេតុផលថាយើងអត់មានលិខិតបញ្ជាក់លិខិតអនុញ្ញាតឲ្យធ្វើការថៅកែត្រូវសងជំងឺចិត្តយើងគេហៅថា indemnité de rupture forfaitaire ចំនួន3ខែសងជំងឺចិត្តយើងចំនួនប្រាក់ខែចំនួន3ខែប្រាក់ខែ1គុណ3ចឹងទៅdonc 3ខែចំនួន3ខែហ្នឹងថៅកែត្រូវសងលុយមួយដុំយើងនឹងឯងឲ្យមកយើងបើថៅកែគាត់មិនសងយើងប្តឹងគឺយើងប្តឹង prud'homme ជាមួយកระดาษស្នាមអស់ហ្នឹង prud'homme គេឲ្យយោបល់យើងថាត្រូវមាន avocat ត្រូវមានអីដើម្បីប្តឹងផ្តល់បន្តទៅទៀតយ៉ាងណាតែក្នុងលក្ខណៈដែលយើងដែលជាអ្នកធ្វើការហ្នឹងគឺយើង en situation irrégulière មិនមែនអ្នកដែលមានកាន់ titre séjour ហើយមាន carte nationalité ហើយអត់និយាយទេណាអ្នកហ្នឹងគេមានច្បាប់គេផ្សេងរបស់គេ
អញ្ចឹងយើងដែលជាអ្នកអង្គ situation irregular យើងអាចប្តឹងបាននៅពេលដែលយើងមាន CDE ទៅកែបញ្ឈប់អីហ្នឹងសរុបសេចក្តីរួមធំនៅទាំងអស់ហ្នឹងមកហេតុអីបានជាទាំងអស់ហ្នឹងខ្ញុំអាចនិយាយបានអីបានពីព្រោះខ្ញុំធ្វើការនៅក្នុងមជ្ឈដ្ឋានហ្នឹងហើយក៏មិនមែនបានន័យថាច្បាប់ទាំងអស់គឺខ្ញុំចេះទាំងអស់អត់ទេពីព្រោះច្បាប់ការងារទូលំទូលាយណាអញ្ចឹងខ្ញុំក៏ចង់ចែករំលែកឲ្យយើងទាំងអស់គ្នាអ្នកដែលក្នុង situation irregular ដែលអត់กระดาษស្នាមហើយទៅធ្វើការអញ្ចឹងហើយទៅកែបញ្ឈប់ទៅកែអីអត់ដឹងអត់អីហ្នឹងណាអញ្ចឹងយើងអាចដឹងបានខ្លះរួមធំត្រឡប់មកវិញ point clé à savoir à retenir ចំណុចសំខាន់ដែលត្រូវចាំ un travailleur salarié អ្នកដែលបុគ្គលិកឈ្មោះថាទទួលប្រាក់បៀវត្សគឺយើងមាន fiche de paie និងមាន contrat ហើយ fiche de paie របស់យើងគឺ cotisation ឲ្យរដ្ឋនៅពេលដែលយើងធ្វើការអត់ salarié ដែលហៅថាមិនមែនជាឈ្មោះ salarié ទីចំណុចទី1សម្រាប់យើងដែលអត់អង្គ situation irregular គឺអត់មានកระดาษស្នាមទាំងអស់ធ្វើការគេហៅថាល្ងឹតធ្វើការទៅមិនចាំមានកុងត្រាត់travailមិនចាំមាន CDE ទេឲ្យលុយល្ងឹតអាហ្នឹង0អត់មានសិទ្ធអីប្តឹងផ្ដាល់តកែទេតកែបញ្ឈប់យើងថ្ងៃណាក៏បានគឺយើងបាត់បង់សិទ្ធទាំងអស់តែម្ដងក្នុងការងារក្រៅតែអំពីធ្វើការល្ងឹតបានលុយល្ងឹតអញ្ចឹងអាហ្នឹងកុំសង្ឃឹមថាទៅប្តឹងគេបានគឺអត់ទេណាហើយមួយទៀតក្នុងករណីដែលយើងថាខ្ញុំនៅស្រុកបារាំងហ្នឹងយូរហើយខ្ញុំក៏ធ្វើការបានច្រើនដែរបាន5ឆ្នាំអីចឹងទៅគឺយើងអាចសុំសិទ្ធរស់នៅក្នុងរយៈពេល5ឆ្នាំនៅស្រុកបារាំងដែលខ្ញុំនិយាយកាលពីមុនហ្នឹងគឺច្បាប់ឡើងទៅដល់17ឆ្នាំមិនមែន17ទេណា7ឆ្នាំចំពោះនឹងរដ្ឋាភិបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាត់ប្រកែប្រែច្បាប់អីចឹងទៅតឹងរឹងជាងមុនអញ្ចឹងយើងថាខ្ញុំនៅបាន5ឆ្នាំហើយខ្ញុំក៏បានបដូរទៅកែឧទាហរណ៍ឬក៏ទៅកែខ្ញុំគាត់ព្រម embaucher ខ្ញុំគាត់ព្រមធ្វើกระดาษស្នាមឲ្យខ្ញុំអីចឹងយើងអាច régulariser droit របស់យើងតាមរយៈការងារនឹងឯងដើម្បីសុំសិទ្ធិរស់នៅស្របច្បាប់អាហ្នឹងចំណុចមួយនិយាយអំពីដល់ការបើសិនជាការដែលគេបញ្ឈប់កុងត្រាយើងហ្នឹងគឺចំណុចដែលខ្ញុំសរុបឡើងវិញណាបើគេបញ្ឈប់កុងត្រាយើងហ្នឹងគឺយើងមានសិទ្ធិគេសងតកែសងជំងឺចិត្តយើងប្រាក់ខែ3ខែសម្រាប់អ្នកដែលអង្គ situation irregular ហ្នឹងបើឧបមាថាតកែថាមិនសងជំងឺចិត្តយើងរយៈពេល3ខែហ្នឹងទេប្រាក់ខែសរុប3ខែហ្នឹងទេយើងអាចគេហៅថា saisir tribunal saisir ហ្នឹងគឺយើងប្តឹងផ្ដាល់បន្តទៅ tribunal បន្តទៅតុលាការក្រោមការជួយណែនាំពី freedom នឹងឯងបើយើងគេសម្របសម្រួលជាមួយតកែជាមួយនឹងយើងហើយនៅតែអត់ចុះសម្រងគ្នាទៀតគឺគេឲ្យយោបល់ថារកអាវ៉ូកាដើម្បីឡើងទៅប្តឹងផ្ដាល់គ្នាដល់តុលាការហើយប៉ុន្តែអារឿងក្តីហ្នឹងរឿងក្តីដែលធ្វើការជាមួយនឹងតកែដែលយកយើង CDE ហើយបញ្ឈប់យើងហើយបន្ទាប់មកមិនព្រមឲ្យលុយយើងចូលទៅតុលាការទាំងអស់ហ្នឹងគឺចំណាយពេលវេលាយូរណាស់យើងត្រូវត្រៀមចិត្តត្រៀមកាយបើសិនជាយើងជាអ្នកជួបបញ្ហាហ្នឹងត្រៀមចិត្តត្រៀមកាយហ្នឹងក្នុងលក្ខណៈថារឿងក្តីមួយមិនងាយចប់រឿងក្តីតាក់ទងមួយអ្នកដែលអត់មានកระดาษស្នាមធ្វើការហ្នឹងណាគឺមិនងាយចប់ទេរឿងក្តីហ្នឹងយើងដែលជា salarié យើងដែលជាអ្នកទទួលប្រាក់ខែហ្នឹងគឺភាគរយនៃការឈ្នះគឺច្រើនព្រោះគេឲ្យអតិភិបដែរមកលើអ្នក salarié ណាតកែមានសិទ្ធិបញ្ឈប់ការងារយើងសំទុកហើយយើងមានសិទ្ធិប្តឹងអញ្ចឹងគ្រឿងក្តីហ្នឹងវាយូរប៉ុន្តែភាគរយនៃការឈ្នះក្តីគឺនៅលើយើងអាចមានសិទ្ធិមានភាគរយឈ្នះក្តីច្រើនអញ្ចឹងណាដងសពវីដេអូទាំងអស់ហ្នឹងមកគឺយើងដែលជាអ្នកធ្វើការអង្គ situation irregular ត្រូវដឹងច្បាប់ទម្លាប់ខ្លះ